បាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកប្រយោគប្រើប្រាស់ប្រចាំថ្ងៃដើម្បីមកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាទៀតហើយបាទអូខេតោះខ្ញុំលាងផ្លែប៉ោម I was on apple I was on apple ខ្ញុំលាងផ្លែប៉ោមខ្ញុំញ៉ាំផ្លែប៉ោម I eat an apple I eat an apple ខ្ញុំញ៉ាំផ្លែប៉ោម I eat an apple ខ្ញុំអង្គុយនៅឯតុ I sit at a table I sit at a table ខ្ញុំអង្គុយនៅឯតុ I sit at a table ខ្ញុំចាកចេញពីផ្ទះបាយ I leave the kitchen I leave the kitchen ខ្ញុំចាកចេញពីផ្ទះបាយ I leave the kitchen ខ្ញុំបើកសៀវភៅ I open a book I open a book ខ្ញុំបើកសៀវភៅ I open a book ខ្ញុំអានមួយទំព័រ I read a page I read a page ខ្ញុំអានមួយទំព័រ I read a page ខ្ញុំបិទសៀវភៅ I close the book I close the book ខ្ញុំបិទសៀវភៅ I close the book ខ្ញុំដាក់សៀវភៅទៅលើតុ I place the book on the table I place the book on the table ខ្ញុំដាក់សៀវភៅទៅលើតុ I place the book on the table ខ្ញុំអង្គុយនៅមុខទូរទស្សន៍ I sit in front of the TV I sit in front of the TV ខ្ញុំអង្គុយនៅមុខទូរទស្សន៍ I sit in front of the TV ខ្ញុំមើលទូរទស្សន៍ I watch TV I watch TV ខ្ញុំមើលទូរទស្សន៍ I watch TV TV មានន័យថា television ទូរទស្សន៍ខ្ញុំចូលចិត្តរឿងហ្នឹង I enjoy the movie I enjoy the movie ខ្ញុំចូលចិត្តរឿងហ្នឹង I enjoy the movie ខ្ញុំបិទទូរទស្សន៍ I turn off the TV I turn off the TV ខ្ញុំបិទទូរទស្សន៍ I turn off the TV ខ្ញុំផឹកទឹកដោះគោមួយកែវ I drink a glass of milk I drink a glass of milk ខ្ញុំផឹកទឹកដោះគោមួយកែវ I drink a glass of milk ខ្ញុំធ្វើលំហាត់ប្រាណ I do exercise I do exercise ខ្ញុំធ្វើលំហាត់ប្រាណ I do exercise ខ្ញុំសម្រាកបន្តិច I take a nap I take a nap ខ្ញុំសម្រាកបន្តិច I take a nap ប្រយោគចុងក្រោយខ្ញុំដាក់កាសែតចុះ I put down the newspaper I put down the newspaper ខ្ញុំដាក់កាសែតចុះ I put down the newspaper បាទវីដេអូរបស់ខ្ញុំបញ្ចប់ត្រឹមនេះជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលា